រឿងវិរៈនារីធ្នូព្រះច័ន្ទមីយ៉ាត្រូវបានកើតនៅថ្ងៃទី6 កញ្ញាគឺចំតារានីកូវីហ្គោទីកន្លែងកំណើតរបស់មីយ៉ាគឺបានកើតនៅលើទឹកដី Land of Down មីយ៉ាគឺមានបងប្រុសម្នាក់ឈ្មោះថាអ៊ីតេសមីយ៉ាបានធំឡើងពីក្មេងស្រីតូចម្នាក់ដែលមិនអាចសូម្បីតែទាញមេឈើនៃជីវិតនៅក្នុងទឹកដីរបស់នាងបានឡើយរហូតនាងបានក្លាយទៅជាអ្នកចម្បាំងហើយក៏បានក្លាយទៅជាអ្នកការពារមូលិតគឺជាព្រីហើយនឹងក៏ជាផ្ទះរបស់មីយ៉ាផងដែរចំណែកឯ Moon Eves គឺជាអ្នកដែលថែរក្សាចាំការពារព្រៃរបស់មីយ៉ារស់នៅនឹងឯងមីយ៉ាគឺនាងមានអាវុធជាធ្នូពណ៌ប្រាក់ដែលបានមកពីការប្រទានពររបស់ព្រះច័ន្ទមីយ៉ាបានការពារផ្ទះនិងដែនដីរបស់នាងពីពពួកអាប៊ីសនិងកងទ័ពអកដ៏ខ្លាំងក្លាដែលបានមកឈ្លានពាននិងសម្លាប់ប្រជាជនរបស់នាងនៅទីបំផុតពួកអកបានទំនុកខែការពារ Luna Age ដែលវាគឺជាខែការពាររបស់ Preacher ដែលមានជីវិតរបស់នាងបានដោយជោគជ័យដោយអស់ជំរឿនាងក៏បានបួងសួងដល់អ្នកការពារ Preacher របស់នាងឲ្យចេញមកជួយរហូតបានប្រយុទ្ធជាមួយនឹងពួកអកនិងអាប៊ីសព្រមទាំងបណ្ដេញពួកទាំងនោះនិងសម្លាប់ពួកវាបានដោយជោគជ័យនៅទីបំផុតនាងក៏បានយល់អ្វីទៅជាសង្គ្រាមហើយនាងក៏បានយល់ថានៅពេលដែលគេគៀបសង្កត់និងបំផ្លិចបំផ្លាញដល់យើងទីបំផុតយើងត្រូវតែកាន់អាវុធងើបឡើងដើម្បីភាពរស់រានមានជីវិតរបស់ខ្លួននិងដើម្បីស្វែងរកសន្តិភាពនិងអ្វីគ្រប់បែបយ៉ាងដើម្បីប្រជាជននិងមាតុភូមិរបស់យើងឲ្យមានភាពសុខសាន្ត